លោកកាន់តែទំនើបខ្លាំងការប្រើប្រាស់ភ្នែកកាន់តែប្រឈមខ្លាំងពន្លឺអេឡិចត្រូនិកធ្វើឲ្យមានការប៉ះពាល់ដល់ភ្នែករបស់មនុស្សគ្រប់គ្នាជាពិសេសគឺយុវជននិងកុមារដូចនេះសូមស្រឡាញ់ភ្នែករបស់អ្នកដោយថែទាំនិងទៅរកសេវាព្យាបាលភ្នែកជាមួយនឹងក្រុមគ្រូពេទ្យភ្នែកនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកដែលនៅជិតអ្នកបំផុតភ្នែកនិងគំហើញគឺជាវត្ថុដ៏មានតម្លៃរបស់ជីវិតភាពមើលឃើញច្បាស់គឺធ្វើឲ្យយើងមើលឃើញនៅពិភពលោកដ៏ស្រស់ស្អាតសូមប្រជាពលរដ្ឋយើងទាំងអស់គ្នាមកទទួលការពិនិត្យភ្នែកឲ្យទាន់ពេលវេលាកុំរង់ចាំរហូតដល់ភ្នែកមានបញ្ហានិងពិការភាពសូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវថែរក្សាសុខភាពភ្នែកនិងប្រើប្រាស់ភ្នែកឲ្យបានត្រឹមត្រូវបើសិនជាយើងមើលចិត្តនៅក្នុងរយៈពេល20នាទីសូមប្រើភ្នែកក្រឡេកមើលឲ្យបានឆ្ងាយក្នុងរយៈពេល20វិនាទី